nhôm xua mật hẹn nhôm để chiêm được phò mỏng á hạt ấy np để sang xa khuôn anh để tẹt tong khi hình dạng bê du hai xua bị hưởng hiệp ca xua bị hưởng anh cốt khuôn anh là đâuไปthiên là bọt chỉ dùng đâuไปthiên là bọt hai gì ấy xây như còn do lên nu đậm bay ăn gì hưởng nắng á hạt ấy bản phơi chẳng bà sân chỉ dânแต่ตองគ្នារហូតដល់2 3ឆ្នាំហើយប៉ុន្តែនៅពេលដែលយើងនិយាយពីរឿងអនាគតមួយគ្នាមួយខាងប្រអីចឹងហើយទៅគេបែរជាផ្លាស់ប្ដូរប្រធានបទឬក៏គេនិយាយថាគេចង់មានពេលវេលាផ្ទាល់ខ្លួនចង់សប្បាយអស់ចិត្តអីចឹងណាខ្ញុំចង់ប្រាប់អ្នកនរគ្នាថាអីដែលគេនិយាយហ្នឹងគឺគេអត់ច្បាស់លាស់មួយអ្នកនរគ្នាទេមែនតើមនុស្សផលបើសិនជាស្រឡាញ់យើងណាគេនឹងនិយាយរឿងអនាគតមួយយើងដែលខ្លួនឯងសឹងតែយើងអត់ចាំបាច់ទៅលឹកមួយគេហ្មងប៉ុន្តែបើសិនជាយើងដល់ថ្នាក់ថាហាមាត់សួរគេថាពេលណាបានច្បាស់លាស់មួយគ្នាអីចឹងហើយបន្ទាប់មកគេផ្លាស់ប្ដូរប្រធានបទឬក៏គេអត់ចង់និយាយរឿងប្រធានបទហ្នឹងហ្មងឬក៏គេប្រាប់ថាគេចង់សប្បាយជាមួយនឹងជីវិតនៅលីវឬក៏គេអត់ទាន់ ready ឬក៏អីចេះមួយអីចុះមួយចឹងដែលអត់មាន plan ច្បាស់លាស់ខ្ញុំចង់ប្រាប់អ្នកនរគ្នាថាឈប់កាន់ជើងគេទៀតថាគេស្រឡាញ់អ្នកនរគ្នាមែនតើគឺគេគ្រាន់តែលេងសើចជាមួយអ្នកនរគ្នាទេនិយាយទៅស្រឡាញ់អ្នកនរគ្នាគ្រាន់តែកំដរពេលវេលារបស់គេទេហើយដល់ពេលវេលាមួយដែលគេត្រូវទៅរកអ្នកថ្មីគឺគេទៅរកអ្នកថ្មីហើយបើសិនជាមនុស្សផងម្នាក់ហ្នឹងពិតជាស្រឡាញ់ហើយច្បាស់លាស់មួយអ្នកនរគ្នាមែនណាគឺគាត់នឹងហាមាត់សឹងតែហាមាត់និយាយមុនទាយើងការបដៅអញ្ចឹងត្រូវហើយនៅតែអត់ច្បាស់លាស់ឧទាហរណ៍ធម្មតាយើងស្រឡាញ់គ្នាយើងមាន plan មួយគ្នាអត់2ឆ្នាំ3ឆ្នាំឬក៏5ឆ្នាំអញ្ចឹងទៅការមួយគ្នាអញ្ចឹងតែបើសិនជាយើងលឹកប្រធានបទហ្នឹងហើយទៅគេអត់មាត់អត់ក៏ yes ខ្ញុំចង់ប្រាប់អ្នកនរគ្នាថាឈប់រលេះហើយកាន់ជើងគេទៀតគេអត់បានស្រឡាញ់អ្នកនរគ្នាពិតប្រាកដទេខ្ញុំសូមមនុស្សផងហ្មងសួរហ្មងថាហេតុអីបានពេលដែលសង្សារខ្លួនឯងនិយាយរឿងរៀបការអីម្ដងនិយាយរឿង plan ច្បាស់លាស់ម្ដងយើងកិច្ចយើងអត់ចង់និយាយឬក៏យើងផ្លាស់ប្ដូរប្រធានបទអីគាត់ជាប្រុសហើយគាត់ប្រាប់ហ្មងគាត់ថាគេនិយាយចឹងគាត់និយាយគេអត់ច្បាស់លាស់មួយយើងហ្នឹងឯងអញ្ចឹងឈប់រលេះការពារគេទៀតអូខេបាទបងប្អូនប្រិមិត្តទាំងអស់គ្នាណាបាទហើយបងស្រីនិយាយនេះបាទពិតជាត្រឹមត្រូវណាបាទក្នុងនាមខ្ញុំជាមនុស្សប្រុសបងប្អូនទាំងអស់គ្នាណាបាទខ្ញុំសូមឆ្លើយដោយពេញចិត្តឲ្យបងប្អូនបានស្ដាប់ទាំងអស់គ្នាណាបាទបើសិនជាខ្ញុំសេពគប់ជាមួយនឹងមនុស្សស្រីម្នាក់បាទហើយខ្ញុំនៅតែពន្យាពេលរហូតបាទមិនព្រមហាមិត្តនិយាយទៅរៀបដល់ពិធីមង្គលការបងប្អូនទាំងអស់គ្នាណាមានន័យថាយើងស្រឡាញ់មនុស្សស្រីនេះគឺមិនពិតប្រាកដទេបងប្អូនទាំងអស់គ្នាណាបាទបងប្អូនទាំងអស់គ្នានៅពេលដែលយើងមិនស្រឡាញ់មនុស្សស្រីនេះបងប្អូនគឺយើងគ្រាន់តែសេពគប់ដើម្បីតែកំដរយើងរហូតអញ្ចឹងគឺមិននិយាយពីរឿងរៀបការបាទនៅពេលដែលមនុស្សស្រីនិយាយពីរឿងរៀបការយើងតែងតែយល់លេះចោះបងប្អូនទាំងអស់គ្នាត្រូវចាំបងប្អូនស្រីណាបាទមនុស្សប្រុសបែបនេះគឺគេមិនបានស្រឡាញ់យើងស្មោះទេបាទនេះគឺជាការពិតបងប្អូនទាំងអស់គ្នាពីព្រោះខ្ញុំប្រុសដែរបងប្អូនទាំងអស់គ្នាណាហើយមនុស្សប្រុសមួយទៀតបងប្អូននៅពេលដែលមនុស្សស្រីនិយាយពីរឿងការបងប្អូនទាំងអស់គ្នានឹងយល់លេះមួយទៀតបងប្អូនទាំងអស់គ្នាគឺថាអត់លុយបងប្អូនអត់លុយការឲ្យការយ៉ាងម៉េចបងប្អូនទាំងអស់គ្នាណាកុំជឿឲ្យសោះបងប្អូនទាំងអស់គ្នាណាបាទកុំជឿបងប្អូនទាំងអស់គ្នាបាទខ្សែគប់គ្នាប្រហែលឆ្នាំបងប្អូន4ឆ្នាំ5ឆ្នាំបាទបងប្អូនទាំងអស់គ្នាហើយមនុស្សប្រុសបែបនេះបងប្អូនស្រីទាំងអស់បាទបើសិនជាអាចដោះដៃបានឆាប់ដោះដៃឲ្យហើយទៅបងប្អូនទាំងអស់គ្នាណាបាទបើសិនជានៅខ្សែគប់ទៀតយើងខាត់តែពេលវេលាបាទខាត់ទាំងអនាគតខ្លួនឯងទេបងប្អូនប្រិមិត្តទាំងអស់គ្នាណាបាទជាពិសេសវីដេអូនេះគឺផ្ដាំទៅដល់ស្រីទាំងអស់គ្នាបាទនេះគឺជារឿងពិតបងប្អូនទាំងអស់គ្នាណាបាទមិនមែននិយាយតែកាន់ជើងស្រីទេបាទមិនមែនតែកាន់ជើងប្រុសទេបាទទាំងអស់គ្នាណាបាទប្រុសខ្លះគឺវាខូចអញ្ចឹងមែនបងប្អូនទាំងអស់គ្នាណាបាទបើសិនជាគេស្រឡាញ់យើងស្មោះបងប្អូនទាំងអស់គ្នាណាបាទគ្រាន់តែគេនិយាយថាពេលណារៀបការបងប្អូនទាំងអស់គ្នាណាបាទយើងនឹងប្រាប់គេច្បាស់បងប្អូនអរគ្នាឆ្នាំនេះបាទខែនេះបាទមនុស្សប្រុសពិតប្រាកដគឺគេនឹងនិយាយជាមួយយើងមុនបងប្អូនទាំងអស់គ្នាណាបាទមិនចាំឲ្យមនុស្សស្រីហាមិត្តនិយាយមុនទេបាទបងប្អូននេះគឺជារឿងពិតបងប្អូនបាទសូមអរគុណបងប្អូនអរគ្នា